មាននឹងក្តីគិតកម្មមួយបានកើតឡើងនៅតំបន់ខ្យងគីតូយងអ៊ីនស៊ីគឺនៅក្នុងប្រទេសកូរ៉េនៅថ្ងៃនេះនៅថ្ងៃទី16ខែ4ឆ្នាំ2025នៅវេលាម៉ោង 9:55 នាទីព្រឹកគឺមានអ្នករាយការណ៍ដូចនេះហើយគឺខាងឡានប៉ូលីសនិងឡានពន្លត់អគ្គិភ័យគឺមកព្រមគ្នាមកកន្លែង apartment នឹងតែម្ដងហើយគេបានចុចកណ្ដឹងទៅគឺអត់មានអ្នកឆ្លើយតបដូច្នេះហើយខាងប៉ូលីសក៏សម្រេចចិត្តគាស់ទ្វារផ្ទះតែម្ដងពេលដែលគាស់ចូលទៅដល់ហ្នឹងគឺគេបានឃើញចាមនុស្ស5នាក់ចាជាគ្រួសារជាមួយគ្នានឹងបានដេកស្លាប់នៅក្នុងផ្ទះនោះទាំងអស់គ្នានឹងហើយក្នុងចំណោម5នាក់នឹងមានចាមនុស្សចាស់ចាតាយាយដែលជាប្តីប្រពន្ធនឹងវ័យ80ឆ្នាំហើយនឹងកូនប្រសារស្រីដែលមានវ័យ50ឆ្នាំនិងមានចៅស្រីដែលមានវ័យ20ឆ្នាំនិងចៅស្រីម្នាក់ទៀតនឹងវ័យ10ឆ្នាំគឺបានដេកស្លាប់នៅក្នុងផ្ទះនោះជាមួយគ្នាទាំងអស់ហើយខាងប៉ូលីសបានសង្កេតឃើញថាការស្លាប់នេះមិនមែនដោយសារការសម្លាប់ខ្លួនទេគឺត្រូវបានគេសម្លាប់ដូច្នេះហើយគឺប៉ូលីសបានធ្វើការឆែកឆេរនិងរកភស្តុតាងដើម្បីចាប់ឃាតករផងដែរពេលដែលរកទៅគឺគេឃើញមានលិខិតមួយច្បាប់ដែលសរសេរថាគេជាអ្នកសម្លាប់មនុស្សទាំងអស់នេះហើយគេនឹងសម្លាប់ខ្លួនផងដែរចាដូច្នេះហើយគឺខាងប៉ូលីសនឹងក៏ប្រញាប់ចារកមើលបន្ថែមទៀតពេលនោះគឺគេបានឆែកមើល CCTV ទៅគឺឃើញមានឡានខ្មៅមួយដែលបើកចេញនៅពេលយប់ចាចេញពី apartment ហ្នឹងហើយក៏គេតាមដានទៅគឺគេចាប់បានបុរសម្នាក់ដែលមានវ័យ50ឆ្នាំនៅក្នុង office stand មួយកន្លែងនៅក្នុងតំបន់ខ្វាំងជូធំប៉ុន្តែពេលដែលចាប់ខ្លួនបានហ្នឹងគឺបុរសហ្នឹងស្ថិតនៅក្នុងស្ថានភាពបាត់បង់ស្មារតីហើយដោយសារតែការលេបថ្នាំដូច្នេះហើយខាងប៉ូលីសក៏បញ្ជូនបុរសហ្នឹងទៅព្យាបាលនៅមន្ទីរពេទ្យសិនដើម្បីសួរចម្លើយនៅពេលក្រោយពេលដែលដឹងខ្លួនឡើងហើយតាមការឲ្យដឹងនឹងបុរសដែលមានវ័យ50ឆ្នាំនោះគឺជាមេគ្រួសារនៅក្នុងចាគ្រួសារអ្នកដែលបានស្លាប់នឹងផងដែរគ្រួសារសពនឹងគឺជាប្តីរបស់ស្ត្រីដែលមានវ័យ50ឆ្នាំហើយគឺគាត់បានសម្លាប់កូន2នាក់និងឪពុកម្ដាយបង្កើតគាត់ហើយនឹងប្រពន្ធគាត់ចាប៉ុន្តែតាមការឲ្យដឹងពីអ្នកដែលស្គាល់ចិត្តស្និទ្ធជាមួយខាងបុរសវ័យ50ឆ្នាំនោះគឺបាននិយាយថាបុរសនេះគឺគាត់ជាអ្នករកស៊ីប៉ុន្តែគាត់បានបរាជ័យនៅក្នុងមុខចំនួននេះអាចជាមូលហេតុដែលធ្វើឲ្យគាត់សម្លាប់ប្រពន្ធកូនហើយនិងឪពុកម្ដាយផងដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយពេលនេះខាងប៉ូលីសធ្វើការចោទប្រកាន់ពីបទរឿងក្តីឃាតកម្មទៅលើបុរសម្នាក់នេះហើយរងចាំឲ្យគាត់ដឹងខ្លួនឡើងវិញមានស្មារតីគ្រប់គ្រាន់និងធ្វើការសាកសួរហើយចំណែកសាកសពទាំង5នាក់ហ្នឹងគឺខាងប៉ូលីសនឹងបញ្ជូនទៅធ្វើកសលវិច័យបន្ថែមទៀតដើម្បីឲ្យដឹងពីមូលហេតុនៃការស្លាប់នេះឲ្យបានច្បាស់លាស់ចារឿងក្តីឃាតកម្មនេះគឺបើសិនជាបែបនេះមែនគឺសម្រាប់គ្រួសារដោយសារតែខ្លួនឯងបរាជ័យនៅក្នុងមុខរបរការងារនឹងមែនចាគឺជារឿងមួយដែលអាណោចអាធមបំផុតចាហើយនៅក្នុងរឿងក្តីភាគច្រើននៅក្នុងប្រទេសកូរ៉េមានមនុស្សជាច្រើនខ្លះសម្រាប់កូនដោយគិតថាប្រពន្ធកូនជាទ្រព្យរបស់ខ្លួនកាលណាតែខ្លួនស្លាប់ទៅក៏ត្រូវយកទៅតាមផងដែរចារឿងក្តីបែបនេះគឺមានច្រើនដែរនៅក្នុងប្រទេសកូរ៉េគឺពិតជាអាណោចអាធមមែនទែនសង្ឃឹមថារឿងបែបនេះមិនកើតឡើងទៀតចាស់នៅថ្ងៃខាងមុខអរគុណច្រើនយើងជួបគ្នាជាមួយវីដេអូក្រោយទៀតជម្រាបលា